សួស្តីអ្នកទាំងអស់គ្នាឥឡូវជួបខ្ញុំទៀតហើយខ្ញុំថ្ងៃនេះបានមកលេងហ្គេម Hide ម្ដងតបពីយើងលេងហ្គេម Minecraft រៀងច្រើនដែរយើងក៏មកបដូរហ្គេមលេងខ្លះដើម្បីកំសាន្តជាការអបសុខយើងអ្នកទាំងអស់គ្នាអាចមើលបណ្ដាផងទៅមិនបានជាបញ្ចូលសំឡេងអ្នកទាំងអស់គ្នាបានស្ដាប់ច្រើនទេខ្ញុំក៏បានដាំស្រូវដាំអីព្រោះថាពេលយើងដាំស្រូវទៅវាឆាប់ទទួលបានផលលឿនហើយក៏យើងក៏បានដាំនៅសល់ដីរៀងច្រើនដែរយើងក៏បានដាំពោតបំពេញផងយើងក៏មកមើលកន្លែងលក់យើងក៏បានដាក់លក់ពោតយើងខ្ញុំក្នុងនេះខ្ញុំលក់ថោកទេសិនបើអ្នកទាំងអស់គ្នាចង់ add friend មកខ្ញុំអាច add friend ខ្ញុំបានឥឡូវយើងក៏មកមើលកន្លែងផលិតយើងវិញខ្ញុំក៏បាន clear វាយកខ្លះព្រោះថាមើលទៅយើងត្រូវការវារៀងច្រើនដែរត្រូវការ experience យើងមើលតែ experience កាយយើងទៅវាទទួលបានរៀងតិចខ្ញុំក៏បានមកដាក់លក់នឹងឡានខ្លះដើម្បីទទួលបានលុយនឹង experience ហើយយើងក៏មកមើលកន្លែងទុកយើងវិញខ្ញុំក៏បានដាក់លក់រៀងច្រើនដែរនៅក្នុងទុកនេះសិតតែរបស់ដែលយើងមានអសរខ្លះខ្ញុំក៏បានដាក់ឲ្យគេជួយហើយខ្ញុំក៏បានមកលក់នៅកន្លែងនេះម្ដងទៀតយើងក៏មកមើលសัตว์យើងវិញសัตว์យើងចាប់ដើមឃ្លានហើយខ្ញុំក៏បានដាក់សាច់ឲ្យឆ្កែបន្ទាប់មកយើងក៏បានដាក់ទឹកដោះគោឲ្យឆ្មាហើយកន្លែងនេះខ្ញុំក៏បានដាក់ការ៉ុតឲ្យទន្សាយផងដែរព្រោះទន្សាយយើងវាក្រៀងឃ្លានខ្ញុំក៏បានដាក់ផ្លែឈើខ្លះឲ្យកងប់និងដាក់សាច់ឲ្យឆ្កែផងបន្ទាប់មកខ្ញុំក៏បានដាក់ការ៉ុតឲ្យសត្វសេះយើងមានរៀងច្រើនដែរហើយខ្ញុំក៏បានដាក់ការ៉ុតឲ្យសត្វលាយើងមកមើលកន្លែងដាក់លក់យើងវិញខ្ញុំក៏បានដាក់លក់ដើម្បីទទួលបានកាក់ឥឡូវនេះខ្ញុំក៏បានមកយកទឹកឃ្មុំហើយក៏បានចុចយកមកម្ហូបអីផ្សេងដែលខ្ញុំមិនបានយកហើយខ្ញុំក៏បានដាក់ផលិតផងដែរកន្លែងនេះខ្ញុំក៏បានដាក់ប្រកួតជាមួយនឹងគេឥឡូវយើងបាន66បេះដូងហើយខ្ញុំក៏បានមកទទួលរង្វាន់ខ្លះដែរបន្ទាប់ពីលេងជាមួយគេដែរកន្លែងនេះខ្ញុំក៏បានចូលទៅមើលសອບដើម្បីទៅរកអីវ៉ាន់ណាដែលយើងត្រូវការមើលតែអារូបដូចថ្មពិលនេះយើងបានតិចពេកសារពីមុនខ្ញុំបានយកទៅទិញអស់ហើយបន្ទាប់ពីទិញរួចខ្ញុំក៏បានចូលមើលកន្លែងនេះខ្ញុំក៏ទទួលបានបន្ទះឈើនិងខ្ចៅនិងស្កុតខ្លះផងឥឡូវនេះខ្ញុំក៏បានមកធ្វើចំណីសត្វព្រោះយើងត្រូវការចំណីសត្វរៀងច្រើនដែរដើម្បីយកទៅលក់និងដាក់ចំណីឲ្យសត្វហើយខ្ញុំក៏បានមកធ្វើម្ហូបអីផ្សេងព្រោះយើងត្រូវការរៀងច្រើនដែរអ្នកទាំងអស់គ្នាអាចមើលទៅខ្ញុំមិនបានជាស្គាល់ឈ្មោះឬក៏អាចនិយាយបានច្រើនអីទេព្រោះខ្ញុំមិនសូវជាទម្លាប់និយាយច្រើនដងនៅក្នុងវីដេអូនេះព្រោះយើងមើលទៅពេលខ្ញុំនិយាយទៅវាអាចនឹងជន់ពាក្យដែរព្រោះអ្នកទាំងអស់គ្នាស្ដាប់ទៅមិនកន្លែងនេះខ្ញុំបានចំណាយពេលដើម្បីធ្វើវារៀងច្រើនក្នុងការមើលថាមានមុខម្ហូបណាដែលខ្ញុំដាក់ទៅហើយមានអីវ៉ាន់ណាដែលខ្ញុំត្រូវការធ្វើវាព្រោះខ្ញុំត្រូវការចុច scroll ចុះ scroll ឡើងដើម្បីទៅរកវាត្រឹមតែឃើញនិងដាក់ធ្វើវារៀងចំណាយពេលរៀងយូរបន្តិចហើយកន្លែងនេះខ្ញុំមិនបានជាកាត់នោះទេខ្ញុំដាក់វារៀងវែងដែរដើម្បីកុំឲ្យយើងមើលទៅវាឆាប់ឃ្
ខ្លីពេកវីដេអូខ្ញុំចង់ធ្វើវីដេអូឲ្យរៀងវែងចាប់ពី9 នាទីឡើងឥឡូវនេះខ្ញុំក៏បានដាក់ដុតរ៉ែខ្លះរាល់រ៉ែយើងត្រូវការច្រើនបើយកមកប្រើប្រាស់និងយកមកផលិតធ្វើជាអីវ៉ាន់ផ្សេងហើយមួយវិញទៀតខ្ញុំត្រូវការយកទៅលក់ឲ្យគេដើម្បីយកខញយើងមកទិញប្រដាប់ផ្សេងដែលយើងត្រូវការអ្នកនរគ្នាធ្លាប់លេងហ្គេមនេះប្រហែលជាដឹងហើយហ្គេមនេះវាស្តៀងតែហ្គេមដែលយើងធ្លាប់លេងពីមុនបែបកសិករឈៀលសប្បាយជាមួយមិត្តភ័ក្តិពោលដែលខ្ញុំបានលក់មានគេទិញអស់ខ្ញុំក៏បានមកទទួលយកការៀងច្រើនដែរហើយយើងក៏បានមកមើលកន្លែងទុកយើងក៏មានអ្នកជួយយើងក៏បានដាក់ចេញដំណើរយកទៅលក់ហើយនេះទទួលបានរបស់រៀងច្រើនដែរបន្ទាប់ពីយើងលក់មើលទៅយើងអ្នកមកមើលកន្លែងនេះបន្តិចមកទៅយើងមកទទួលអីវ៉ាន់ខ្លះបន្ទាប់ពីយើងមកខ្ញុំក៏បានចូលមកបើកកន្លែងសອບយើងមកមើលថាអីវ៉ាន់ណាយើងត្រូវទិញខ្ញុំក៏បានទិញខ្ញុំក៏បានជិះទុកទៅកន្លែងស្ទូចត្រីយើងក៏មកមើលកន្លែងតំបន់នេះយើងក៏មកមើលមកយើងមកមើលកន្លែងនេះជាបង្គាយើងហើយខ្ញុំក៏បានធ្វើត្រង់ដាក់បង្កងធ្វើមកដាក់ត្រីយើងខ្លះព្រោះយើងទំនេរខ្លាំងពេកបន្ទាប់មកខ្ញុំក៏បានត្រឡប់មកវិញហើយយើងមានកម្រងថាចង់ជិះរទេះភ្លើងទៅកន្លែងមួយទៀតខ្ញុំបានជិះទៅមកដល់កន្លែងនេះមានគេចូលហាងយើងរៀងច្រើនដែរខ្ញុំក៏បានទទួលយកកាក់នឹងអ៊ីស្ប៉ូរៀនបេះដូងហើយយើងក៏បានឲ្យគេមកចូលហាងយើងបន្តទៀតមើលទៅខ្ញុំឲ្យគេចូលរៀងច្រើនដើម្បីយើងក៏បានដាក់មុខម្ហូបណាដែលគេត្រូវការអ្វីដែលយើងអត់មានយើងឲ្យគេទៅវិញទៅកន្លែងនេះមិនមែនជាបញ្ហារបស់ខ្ញុំទេព្រោះខ្ញុំបានភ្ញៀវរៀងច្រើនដែរដើម្បីមកចូលហាងខ្ញុំមានលោកឯកឧត្តមជំទាវមកចូលហាងខ្ញុំរៀងច្រើនហើយមានភ្ញៀវខ្លះបានចាក់ចេញពីហាងដោយសារខ្ញុំមិនមានមុខម្ហូបណាដែលត្រូវចិត្តគាត់ហើយមុខម្ហូបខ្ញុំពិតជាខ្វះខាតច្រើនខ្ញុំក៏បានត្រឡប់មកវិញដើម្បីមកបេះផ្លែប៉ោមដើម្បីយកមកឲ្យភ្ញៀវយើងព្រោះភ្ញៀវយើងត្រូវការផ្លែប៉ោមខ្ញុំក៏បានមកមើលសត្វយើងវិញខ្ញុំក៏បានមកប្រមូលផលសត្វរៀងច្រើនដែរមកមើលសត្វមឿនក៏បានប្រមូលពងមាន់ក៏រៀងច្រើនហើយចំណីមាន់យើងក៏រៀងច្រើនដែរទៅមកទេខ្ញុំក៏បានមកប្រមូលទឹកដោះគោម្ដងដោះគោគឺយើងបានច្រើនតែអត់មានចំណីពួកយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតបាយអ្នកទាំងអស់គ្នា